Sasa chăm bông chỉ nẹ bọc ta bông ai bọc vì ở sát bàn đài tế ôn bất chi mình chưa bông mến khảo ao bò chá nâng bò sra mình ai bọc chô khnia bàn tê ô bông mình men chỉ khmênhอายุ 3 ឆ្នាំទេអូព្រះអើយតើមនុស្សប្រុសពេញកម្លាំងម្នាក់អាចធ្វើការងារបោកខោអាវថោកទាបបែបនេះយ៉ាងដូចម្ដេចអ្នកដែលមិនដឹងរឿងច្បាស់ជាគិតថាមនុស្សស្រីក្នុងផ្ទះយើងស្លាប់អស់ហើយឲ្យម៉ាក់បោកចុះអូពិតជាមិនបាច់ទេទៅចុះម៉ាក់ជាអ្នកបោកបាទឲ្យកូនប្រុសរបស់ខ្ញុំបោកខោអាវឲ្យឯងទំនេរពេកហើយឯងអាខ្មៅម៉ាក់នឹងបោះវាចូលគ្នាឲ្យអស់ម៉ាក់នឹងថែមថ្នាំលាបឲ្យឯងទៀតលីនជីជាបងបោកអាវរបស់អូនចូលជាមួយខោអាវពណ៌ចាស់លីនជីជាសាវាមិនមែនជាកំហុសរបស់ជីទេគឺម៉ាក់ជាអ្នកបោកម៉ាក់គិតថាដៃម៉ាក់ដែលជីកដីកាយលាមកខ្លាចធ្វើឲ្យខូចខោអាវកូនដូច្នេះម៉ាក់ក៏ដាក់ចូលក្នុងម៉ាស៊ីនបោកតែម្ដងទៅម៉ាក់បើម៉ាក់មិនចង់បោកទេក៏ទុកឲ្យជីជាអ្នកបោកទៅមិនចាំបាច់ដណ្ដើមបោករួចធ្វើឲ្យខូចដោយចិត្តណាបែបនេះទេសាម៉ាក់ពិតជាមិនបានតាំងចិត្តទេម៉ាក់ពិតជាមិនបានតាំងចិត្តមែនម៉ាក់វាល្ងងម៉ាក់វាឆោតម៉ាក់វាមិនចេះចាំសាបើកូនខឹងកូនវីម៉ាក់ចុះវីម៉ាក់ទៅវីទៅសាម៉ាក់វីទៅសាម៉ាក់សាបងសុំទោសចេញទៅឲ្យឆ្ងាយអូនសម្លាញ់បងពិតជាខុសខ្លាំងណាស់បើមានលើកក្រោយបងហ៊ានប្រើហិង្សាលើអូនទៀតបងនឹងកាត់ដៃខ្លួនឯងចោលបងសន្យាថាដល់រដូវផ្ការីកម៉ាក់នឹងត្រឡប់ទៅវិញហើយអូនចិត្តទូលាយអភ័យទោសឲ្យបងផងទាំងអស់នេះគឺជាកំហុសរបស់បងម៉ាក់បងគាត់មិនសូវចេះប្រើម៉ាស៊ីនបោកខោអាវទេគាត់មិនចេះប្រើមែនទេចុះអាវរោមសាពណ៌ដែលអូនទិញឲ្យគាត់ហេតុអ្វីបានជាគាត់បោកបានស្អាតដូចថ្មីបែបនេះលីនជាបងជួយផ្ដល់តម្លៃដល់ខួរក្បាលរបស់អូនបន្តិចទៅស្រីចង្រៃបំផ្លាញទ្រព្យដឹងតែចាយលុយទិញរបស់កូនប្រុសត្រូវប្រយ័ត្នលុយកាក់ឲ្យមែនតែនប្រពន្ធកូនទិញរបស់ផ្ញើទៅផ្ទះម្ដាយខ្លួនឯងមិនដែលដាច់ទេម៉ែឃើញផ្ទាល់ភ្នែកនាងទិញរបស់មើលទៅដូចជាទិញរបស់ធម្មតាតែតាមពិតលួចផ្ញើលុយទៅផ្ទះម៉ែនាងច្បាស់ណាស់ម៉ែអាណិតកូនណាស់កូនខំរកលុយទាំងលំបាកមិនមែនឲ្យគេយកទៅចាយស្រួលអីចឹងទេម៉ែសាមិនមែនជាមនុស្សបែបហ្នឹងទេលីនជាអ្វីដែលម៉ែបងនិយាយមិនខុសទេខ្ញុំពិតជាបានទិញមែនតើបងមានមតិអីទេអូនទិញចិញ្ចៀនពេជ្រឲ្យម៉ែបងហើយទិញអីឲ្យម៉ែអូនឬម៉ែយើងទាំងពីរវាជារឿងត្រឹមត្រូវហើយម៉ែបងគ្រាន់តែចូលចិត្តនិយាយផ្ដេសផ្ដាសតែប៉ុណ្ណោះត្រូវហើយម៉ែនិយាយផ្ដេសផ្ដាសម៉ែចិញ្ចឹមកូនរហូតធំមានសមត្ថភាពដើម្បីឲ្យវាទៅដឹងគុណអ្នកអតីម៉ែជាមនុស្សលើហើយម៉ែធ្វើអីហ្នឹងសាបងមើលទំហំនេះទៅតើវាជារបស់ម៉ែខ្ញុំមែនទេនេះមិនមែនជាទំហំជើងម៉ែបងទេអីកាលពីមុនខ្ញុំឮថាគាត់ពាក់ស្បែកជើងឈីជើងទើបខ្ញុំចូលទៅក្នុង web shop ដើម្បីទិញស្បែកជើងកីឡាអានថានេះឲ្យគាត់ប្រពន្ធបងចេះរើសរបស់មែនស្បែកជើងនេះស្រាលហើយទន់ពាក់ដើរស្រួលណាស់សំខាន់គឺទិញនៅ web shop មានការធានាត្រឹមត្រូវជារបស់សុទ្ធ 100ទោះជាយ៉ាងណាក៏ប្រើលុយកូនម៉ែទិញឲ្យម៉ែដែរគឺកូនម៉ែដឹងគុណម៉ែឯងមកអួតធ្វើអីបងមើលគាត់ចុះខ្ញុំថាឲ្យធ្វើបុណ្យមិនបានបុណ្យទេខ្ញុំមិនគួរទិញស្បែកជើងឲ្យគាត់សោះម៉ែបងពីមុននៅស្រែចម្ការត្រូវគេធ្វើបាបច្រើនទើបឥឡូវគាត់ចេះតែសង្ស័យច្រើនបែបហ្នឹងអូនកុំប្រកាន់គាត់អីណាមិនល្អទេឈប់ខឹងទៅណាប្រពន្ធសម្លាញ់អូនក៏មិនបានទិញខោអាវថ្មីយូរហើយដែរចាំបងទិញឲ្យបងមើលនេះចុច link ខាងក្រោមចូលទៅ web shop រួចរើសក្នុងហ្នឹងទៅសន្សំលុយខ្លះផងយើងត្រូវយកកូនទៀតសម្រាប់បងអូនសំខាន់បំផុតសូម្បីតែកូនក៏មិនអាចប្រៀបបានដែរញ៉ាំមួយម៉ាត់100អូយលោកយាយអត់មានលុយទេអ៊ំស្រីមានលុយយាយសុំគាត់ទៅកូនប្រសាឯងឲ្យក្មេង100ទៅក្មួយប្រុសប្រកាសថាអត់ញ៉ាំមែនទេឲ្យលុយសិនមកអីចឹងកុំញ៉ាំអីសាក្មេងនៅតូចកំពុងធំធាត់បើអត់ញ៉ាំមិនបានទេម៉ាក់ក្មេងត្រូវតែអប់រំកុំតាមចិត្តពេកល្អណាស់លើកនេះញ៉ាំបានហើយក្មេងល្អក្បាច់ជើងគ្មានស្រមោលលីនស៊ីហាវឯងធ្វើស្អីនឹងមិនត្រូវបំផ្លាញរបស់របរទេដឹងអត់ដឹងហើយអ៊ំស្រីខ្ញុំមិនហ៊ានទៀតទេប្រាប់ឯងទៅរើបន្លែទាំងនេះដាក់ចូលវិញឬអត់បាទ
ក្មេងពៀម្នាក់នេះក្មេងខូចមែនគូតស្រីរីកកាហើយអាក្មេងខូចឈប់ភ្លាមកុំរត់ឈប់យាយជួយផងស្រីវាយខ្ញុំហើយគ្មានអ្នកណាជួយអញបានទេសាសាក្មេងនេះគួរឲ្យអាណិតណាស់បាក់កុំប្រកាន់ជាមួយវាអីបាក់ក្មេងត្រូវតែអប់រំតាច់ជា